នេះគឺជាលើកទី1ក្នុងរយៈពេល10ឆ្នាំរបស់ខ្ញុំដែលខ្ញុំបានត្រឡប់មកជិះឡូរីនៅទីនេះម្ដងទៀតទោះជាខាតបានជិះរយៈពេលយូរប៉ុន្តែអារម្មណ៍នៅពេលជិះនិងទេសភាពនៅតែស្រស់ស្អាតដដែលហើយការជិះលើកនេះគឺប្លែកជាងការពីជិះនៅ10ឆ្នាំមុនដោយសារតែលើកនេះគឺយើងជិះទៅពីទិសដៅផ្សេងគ្នាទិសដៅទី1គឺយើងជិះទៅតាមទីប្រជុំជនហើយនឹងបកត្រឡប់មកវិញជិះទៅទស្សនាតាមវាលស្រែវិញម្ដងហើយអារម្មណ៍ខ្ញុំលើកនេះអត់ខុសពីលើកមុនទេដែលខ្ញុំសប្បាយចិត្តខ្លាំងមែនទែនដែលបានមកជិះឡូរីនិងបានមើលទេសភាពស្អាតៗនៅតាមដងផ្លូវហើយអ្វីដែលខ្ញុំរៀងអន់ចិត្តនោះគឺផ្លូវចូលជាមួយនឹងស្ថានីយ៍ធ្វើដំណើរដែលនៅមានសភាពចាស់ហើយនឹងទ្រុឌទ្រោមដដែលខ្ញុំសង្ឃឹមថានៅថ្ងៃមុខទីនេះនឹងមានការរៀបចំសណ្ដាប់ធ្នាប់និងរបៀបរៀបរយប៉ុន្តែរក្សានៅសភាពទ្រង់ទ្រីតើមដើម្បីទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងឲ្យបានកាន់តែច្រើននិងផ្ដល់ចំណូលឲ្យប្រជាជននៅក្នុងតំបន់នោះផងដែរ